បាទសួស្តីអ្នកទាំងនេះថានេះខ្ញុំអាចចង់បង្ហាញអ្វីដែលមាននៅក្នុង stock ស្រាប់ហើយចង់បង្ហាញជូនអ្នកទាំងនេះអញ្ចឹងអ្នកទាំងនេះអាចមើលនៅក្នុងនេះបានគីឡូភ្លើង3 фа នេះតម្លៃរបស់វាមួយឈុតនេះតម្លៃត្រឹមតែ$8អញ្ចឹងតាមនៅក្នុងនេះមានអ្វីខ្លះនិងវាមានមុខងារនិងរបៀបនៃការប្រើប្រាស់យ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងខ្ញុំនឹងបើកប្រអប់នៅក្នុងនេះមកអ្នកទាំងនេះអាចមើលបាននៅក្នុងនេះយើងមានគីឡូភ្លើង3 фа របស់យើងមួយបែបនេះអញ្ចឹងរបៀបនៃការប្រើប្រាស់តើមុខងាររបៀបនៃការប្រើប្រាស់វាយ៉ាងដូចនេះខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងអ្នកទាំងនេះអាចមើលនៅលើនេះបានតាក់ទងនឹង spec ប្រភេទគីឡូភ្លើង3 фа របស់យើងនៅក្នុងនេះគេបង្ហាញជូនអ្នកទាំងនេះជាប្រភេទគីឡូភ្លើង3 φा ប្រើប្រាស់ខ្សែ4សរសៃនៅក្នុងនេះជាប្រភេទគីឡូភ្លើង3 φा បង្ហាញតួលេខឬក៏ទិន្នន័យការប្រើប្រាស់របស់យើងជាគីឡូវ៉ាត់ម៉ោងហើយនៅក្នុងនេះអ្នកទាំងនេះអាចមើលបានវាមានភ្លើងបង្ហាញសញ្ញាតាក់ទងនឹងការប្រើប្រាស់ភ្លើងរបស់យើង φa ទី1 φa ទី2 φa ទី3និង nerd ហើយតាក់ទងនឹងគីឡូភ្លើង3 φa នេះដែរអ្នកទាំងនេះអាចមើលនៅក្នុងនេះបានតាក់ទងនឹងកម្រិតតង់ស្យុង230ទៅដល់400 វ៉ុលក្នុងការប្រើប្រាស់ហើយតាក់ទងនឹងចរន្តដែលយើងអាចប្រើប្រាស់បានចាប់ពី10អាំពែររហូតដល់100អាំពែរអាចប្រើប្រាស់បានជាប្រភេទគីឡូភ្លើង3 φa ហើយតាក់ទងនឹងរង្វិលជុំរបស់វា400 IMP ក្នុង1គីឡូវ៉ាត់ម៉ោងហើយតាក់ទងនឹងកម្រិតពេលខ្លងនៅក្នុងនេះជាទូទៅការប្រើប្រាស់ជាទូទៅ50ទៅ60 Hz នៅក្នុងនេះហើយបន្តមកអ្នកទាំងនេះអាចមើលតាក់ទងនឹងយ៉ាក្រាមរបៀបនៃការភ្ជាប់ខ្សែរបស់វាអញ្ចឹងតាក់ទងនឹងការភ្ជាប់ខ្សែបានន័យថាភ្ជាប់ជាមួយនឹងប្រភពបានន័យថាផ្នែកចនៅក្នុងនេះគេបង្ហាញជូនអ្នកទាំងនេះវាមាន L1 ផ្កាយនិង L1 ធម្មតាហើយ L2 ផ្កាយ L2 ធម្មតាហើយនិង L3 ផ្កាយ L3 ធម្មតាហើយនិង nerd ផ្កាយហើយនិង nerd ធម្មតាអញ្ចឹងនៅក្នុងនេះគេបង្ហាញជូនអ្នកទាំងនេះអញ្ចឹងគេដាក់អក្សរ A B C និងN អញ្ចឹងបានន័យថា A ចូល L1 ផ្កាយហើយនិង B ចូល L2 ផ្កាយហើយនិង C ចូល L3 ផ្កាយហើយនិង nerd ចូល N ផ្កាយអញ្ចឹងនៅក្នុងនេះអ្នកទាំងនេះអាចមើលបានន័យថាផ្នែកចូលរបស់វាអញ្ចឹងបានន័យថាផ្នែកចេញរបស់វាអ្នកទាំងនេះអាចមើលយ៉ាក្រាមដូចគ្នាអញ្ចឹងវាមានផ្នែកចេញបានន័យថាខ្សែ φa ទី1ចូល L1 φa ទី2ចូល L2 ហើយនិង φa ទី3ចូល L3 ហើយនិងខ្សែ nerd ចេញខ្សែ nerd ធម្មតាអញ្ចឹងនៅក្នុងនេះអ្នកទាំងនេះអាចមើលបានវាមានផ្នែកចូលនិងផ្នែកចេញអញ្ចឹងបានន័យថាផ្នែកចូលរបស់វាពីខាងលើនេះអញ្ចឹងខ្សែមាន4សរសៃអញ្ចឹងវាមាន φa ទី1 φa ទី2 φa ទី3ខ្សែ nerd អញ្ចឹងនៅក្នុងនេះអ្នកទាំងនេះអាចមើលបានអ្នកទាំងនេះអាចបើកត្រង់ចំណុចនេះមកអ្នកទាំងនេះអាចមូខ្ចៅត្រង់ចំណុចនេះអ្នកទាំងនេះអាចបញ្ចូលខ្សែបានត្រង់ចំណុចនេះខ្សែទី1ខ្សែទី2ខ្សែទី3និងខ្សែ nerd អញ្ចឹងបានន័យថា φa ទី1 φa ទី2 φa ទី3និងខ្សែ nerd អញ្ចឹងវាពិបាកក្នុងការភ្ជាប់ជាមួយនឹងគីឡូភ្លើងការប្រើប្រាស់ភ្លើង3 φa នេះទេហើយតាក់ទងនឹងខ្សែចេញវិញអ្នកទាំងនេះអាចចេញពីខាងក្រោមនេះមកអញ្ចឹងបានន័យថាវាមាន φa ទី1 φa ទី2 φa ទី3និងខ្សែ nerd ដូចគ្នាហើយអ្នកទាំងនេះអាចមើលតាក់ទងនឹងនិមិត្តសញ្ញាឬក៏អក្សរនៅលើនេះបានដូចគ្នាតាក់ទងនឹងការភ្ជាប់ជាមួយនឹងខ្សែរបស់យើងជាមួយនឹងយ៉ាក្រាមនេះអញ្ចឹងអ្នកទាំងនេះមិនចាំបាច់មើលក៏បានឬក៏អ្នកទាំងនេះអាចបានន័យថាចូលតែពីលើទៅហើយនឹងចេញពីក្រោមមកឬក៏អ្នកទាំងនេះអាចចង់បញ្ជាក់ឲ្យច្បាស់អ្នកទាំងនេះអាចមើលជាមួយនឹងយ៉ាក្រាមនៅក្នុងនេះបានផងដែរហើយតាក់ទងនឹងការប្រើប្រាស់គីឡូភ្លើង3 φa នេះវាមានលក្ខណៈបែបនេះនិងវាមានមុខងារតាក់ទងនឹងការប្រើប្រាស់មើលតាក់ទងនឹងការប្រើប្រាស់គីឡូរបស់យើងជាប្រចាំថ្ងៃឬក៏ជាប្រចាំខែក្នុងការប្រើប្រាស់ធម្មពលអគ្គិសនីរបស់យើងផងដែរហើយនៅក្នុងនេះវាមានលក្ខណៈល្អក្នុងការប្រើប្រាស់ហើយវាសឹកក្រិតហើយត្រឹមត្រូវអត់លំអៀងហើយវាអត់ដើរយឺតឬក៏ដើរលឿនទេហើយបើសិនបើគ្នាប្រើច្រើនវាអស់ច្រើនហើយប្រើតិចវាអស់តិចតែប៉ុណ្្នឹងហើយវាសក្រិតត្រឹមត្រូវផងដែរហើយតាក់ទងនឹងគីឡូភ្លើង3 φa នេះដែរអ្នកទាំងនេះអាចមើលនៅក្នុងនេះបានន័យថាខ្ញុំបាទធានារបស់ថ្មីសិនសិតហើយនឹងរបស់ក្រុមហ៊ុនរបស់ថ្មីហើយមានប្រអប់បែបនេះហើយអ្នកទាំងនេះអាចមើលនៅក្នុងនេះបានខ្ញុំបាទមានវីដេអូរបៀបនៃការប្រើប្រាស់ហើយនេះខ្ញុំបាទបង្ហាញជូនអ្នកទាំងនេះរបៀបនៃការប្រើប្រាស់ដើម្បីឲ្យអ្នកទាំងនេះងាយស្រួលក្នុងការប្រើប្រាស់ផងដែរហើយបើសិនបាទនេះចង់បានអាចតាក់ទងតាមលេខទូរស័ព្ទឬក៏តាមលេខ Telegram របស់ខ្ញុំបាទបានហើយខ្ញុំបាទមាននៅក្នុង stock ស្រាប់ផងដែរហើយបើសិនបាទអ្នកទាំងនេះទិញភ្លាមខ្ញុំបាទមានភ្លាមជូនអ្នកទាំងនេះហើយខ្ញុំបាទធានារបស់ថ្មីហើយអ្នកទាំងនេះអាចមើលនៅក្នុងនេះបានន័យថាខ្ញុំបាទធានារបស់ថ្មីបើសិនបាទគ្នាទិញទៅមានបញ្ហាឬក៏មានចម្ងល់ឬក៏អាចសួរខ្ញុំបាទបន្ថែមឬក៏មានបញ្ហាខ្ញុំបាទដូរថ្មីជូនអ្នកទាំងគ្នាភ្លាមផងដែរហើយខ្ញុំបាទបង្ហាញជូនអ្នកទាំងនេះតាក់ទងនឹងការប្រើប្រាស់តាក់ទងនឹងគីឡូភ្លើង3 φa នេះតម្លៃរបស់វាត្រឹមតែ$8តែប៉ុណ្ណោះហើយបើសិនបាទគ្នាចង់មកអាចតាក់ទងមកខ្ញុំបាទបានខ្ញុំបាទសូមអរគុណ